បាទជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះយូឡុងហើយថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីការ install Ubuntu server នៅក្នុង VirtualBox ហើយចំពោះកម្មវិធី VirtualBox នេះជាមួយនឹង image file របស់ Ubuntu server ខ្ញុំនឹង leave ជា link នៅក្នុង description អូខេចុះដំបូងយើងបើក VirtualBox យើងមកហើយយើង click កន្លែង new នេះចាំនៅក្នុងកន្លែង new នេះយើងអាចដាក់ឈ្មោះ VM ជា virtual machine name របស់យើងអញ្ចឹងខ្ញុំដាក់ឈ្មោះ Ubuntu server អូខេហើយកន្លែងនេះគឺ VM folder ហ្នឹងគឺកន្លែងដែលយើង store virtual machine យើងខ្ញុំ store នៅក្នុងនេះហើយចំពោះ ISO image ហ្នឹងគឺយើងត្រូវយក image Ubuntu មក install ហើយខ្ញុំ browse មកយើង click add ដើម្បី browse បាទឥឡូវខ្ញុំយក Ubuntu server version 24.04-3 ហើយចំពោះកន្លែងនេះកន្លែង proceed with unattended installation ហ្នឹងបើយើងគ្រីសកន្លែងហ្នឹងយើងត្រូវ set up username set up ឲ្យហើយប៉ុន្តែនៅក្នុង tutorial ហ្នឹងខ្ញុំនឹង set up username ឲ្យខ្លួនឯងអញ្ចឹងខ្ញុំអត់ tick អាហ្នឹងទេអូខេបាទខ្ញុំហើយកន្លែងនេះចំពោះ OS គឺប្រភេទ Linux ហើយ distribution គឺ Ubuntu ហើយតោះមកយើងធ្វើការ set up hardware អញ្ចឹងនៅក្នុង VM យើងនៅពេលដែលយើង choose Linux ហើយ OS Ubuntu គឺវា auto config ជា auto config spec យើង 2G 2048 MB នេះនៅ 2G អញ្ចឹងខ្ញុំសុំថែមទៅ 4G មកហើយចំពោះ virtual CPU គឺវា auto assign 1អញ្ចឹងខ្ញុំថែម2មកដើម្បីវាដើររៀងលឿនតិចហើយកន្លែង use EFI នេះបើយើងចង់ install វាជា UEFI យើងត្រូវ tick អាហ្នឹងតែបើយើងចង់ប្រើ BIOS ធម្មតាទេយើងមិន tick ទេតែខ្ញុំចង់ install ជា UEFI ខ្ញុំ tick មួយហើយកន្លែង specify virtual hard disk នេះគឺយើង set ទំហំ virtual machine យើងអញ្ចឹង default មកវាដាក់ 25G តែខ្ញុំចង់បានធំជាងហ្នឹងខ្ញុំដាក់ 64G ទេហើយចំពោះកន្លែង file format នេះគឺវាមានច្រើន option អញ្ចឹង option ទី1គឺ VDI ហ្នឹងបើយើងយក option ហ្នឹងពេលដែលយើងចង់ copy virtual machine យើងទៅកុំព្យូទ័រអ្នកផ្សេងអញ្ចឹងឲ្យតែអ្នកផ្សេង run VirtualBox គឺគេបើកបានប៉ុន្តែបើថាឧទាហរណ៍ថាយើងចង់ copy ទៅ VMware អីចឹងចង់ប្រើ copy ទៅ KVM KMU អញ្ចឹងវាមានជាប្រភេទ QCOW ប្រភេទ VMDK ហ្នឹងគឺរបស់ VMware ហើយកន្លែង pre-allocate នេះបើយើង tick អាហ្នឹងគឺវា auto កាត់ 64G ចេញពី hard disk យើងហ្មងប៉ុន្តែបើយើងអត់ tick អាហ្នឹងទេគឺ virtual machine យើងប្រើប៉ុន្មាន G វាកាត់ប៉ុណ្ណឹងថាប្រើ 4G វាកាត់តែ 4G ទេវាអត់កាត់ម្ដង 64G ទេអញ្ចឹងខ្ញុំអត់ tick អាហ្នឹងទេហើយយើងអាចចុច finish មកហើយយើងអាច start បានអូខេឥឡូវវាកំពុង start ខ្ញុំដល់ grab menu នេះចុច enter មកអូខេឥឡូវនេះវាឲ្យយើងរើសភាសាអញ្ចឹងខ្ញុំរើសភាសាអង់គ្លេសចុច enter មកហើយចំពោះ keyboard layout ខ្ញុំរើសអង់គ្លេសដែរហើយចំពោះកន្លែង choose space installation នេះអញ្ចឹងបើយើង choose alert មានន័យថាពេលដែលវា install ហ្នឹងវាមាន tool វាស្រាប់មកវាមាន default tool ខ្លះមកប៉ុន្តែបើយើងប្រើយកអានេះ minimize នេះគឺភាគច្រើនគឺវាមកទៅ OS ហ្នឹងហ្មង tool អត់សូវមានទេមានតិចមែនទែនវាទាមទារឲ្យយើង install ខ្លួនឯងហើយកន្លែង additional option នេះគឺឧទាហរណ៍ថាយើងមាន graphic card ដូចជា AMD ឬក៏ Nvidia ហ្នឹងយើងអាច tick អាហ្នឹងដើម្បីវា auto install driver ប៉ុន្តែដោយសារអានេះយើងនៅក្នុង VM ខ្ញុំអត់មាន graphic card អត់មានអីចឹងខ្ញុំអត់ត្រូវការ tick អាហ្នឹងទេហើយខ្ញុំចង់បាន tool ស្រាប់ default របស់វាមកខ្ញុំចុច done មកហើយចំពោះកន្លែងនេះវាឲ្យយើង config network ចឹងជាទូទៅពួក Ubuntu server ពួក Ubuntu Debian ពេលវា install ហ្នឹងគឺវាជ្រើស DHCP ស្រាប់ន័យថាវាចាប់ IP auto ហ្មងប៉ុន្តែបើយើងចង់ set IP ខ្លួនឯងយើងអាចចុច enter លើវាមកយើងប្រើ arrow key ដើម្បី navigate ហើយយើងចុចនេះកន្លែង edit IPv4 យើងអាច click enter យើងយក manual អញ្ចឹង manual ហ្នឹងអ្នកនរគ្នាអាច enter subnet enter address gateway DNS
តែសម្រាប់ថ្ងៃនេះគឺខ្ញុំប្រើ DHCP សិនទេអញ្ចឹងខ្ញុំអាចចុច done មកហើយចំពោះកន្លែង proxy នេះបើអ្នកនរគ្នាបាន set up proxy នោះអាចវាយ proxy link នៅក្នុងនោះបានតែខ្ញុំមិនបាន set up proxy ទេអញ្ចឹងខ្ញុំទៅមុខទៀត done មកហើយកន្លែងនេះគឺវាកំពុង test mirror location យើងអញ្ចឹងបើយើងមាន internet test ហ្នឹងដល់ pass ហើយអូខេឥឡូវវាកំពុង test អូខេ pass ហើយយើងមាន internet ឯកសារ adapter យើង run ជា NAT អញ្ចឹងវាមាន internet access យើងអាច down មកហើយកន្លែងនេះយើងត្រូវ config storage អញ្ចឹងLinux ជាទូទៅគឺវាប្រើ storage វាប្រើទាំងអស់វាអាចចែក disk ជាដូច Windows ឯមាន drive C drive D ហើយ Linux វាប្រើទាំងអស់ហ្មងហើយវាមានកន្លែងនេះវាមាន option ឲ្យយើង encrypt ទៀតអញ្ចឹងបើអ្នកនរគ្នាចង់ encrypt disk យើងអ្នកនរអាច create អាហ្នឹងមកហើយ enter passphrase មកតែខ្ញុំអត់ encrypt ទេខ្ញុំតទៅមុខទៀតហើយនេះវាជា summary file system របស់យើងវាឲ្យយើងមើលមុននឹងយើង commit កាលណាតែយើងចុច done យើង commit ហើយអា hardware អី disk ហ្នឹងគឺវាត្រូវការ override អញ្ចឹងវា warning ឲ្យយើងសិនអញ្ចឹងខ្ញុំដោយសារ disk ហ្នឹងវា virtual machine វាអត់មានអីខ្ញុំអាច continue ដែរបាទកន្លែងនេះយើងត្រូវ set up name អញ្ចឹង name ខ្ញុំដាក់ឈ្មោះខ្ញុំមកខ្ញុំ set up user account ដាក់ឈ្មោះ Yulong មកចំពោះ server name ដាក់ឈ្មោះ server ដាក់ u1 serve ហើយចំពោះ username អញ្ចឹង username ខ្ញុំដាក់ Yulong ដែរហើយខ្ញុំបង្កើត user ហើយដាក់លេខកូដមកខ្ញុំចុចដាក់អូខេអញ្ចឹងកន្លែងនេះយើងមិនបាច់ enable Ubuntu Pro ទេតែបើយើងត្រូវការ compliant ត្រូវមាន enterprise subscription អីអ្នកអាច enable Pro តែខ្ញុំអត់មានទេខ្ញុំទៅមុខទៀតកន្លែងនេះគឺយើង option install SSH អត់អញ្ចឹងបើអ្នកនរគ្នា install វាជា server ហើយយើងមិនថាអត់ចង់ access វាពី laptop ផ្សេងក៏ access វាពីក្រៅអញ្ចឹងខ្ញុំ recommend ឲ្យ install SSH server មកអូខេអញ្ចឹងចំពោះ SSH server នេះអ្នកនរគ្នាចង់ port key ក៏បានដែរយ៉ាង port key វាយើងអាច port ពី GitHub បានតែខ្ញុំអត់ត្រូវការ port key ទេខ្ញុំ login ជាមួយ code សិនខ្ញុំអាច done ហើយកន្លែងនេះគឺវាមានជា feature ដែលយើងអាច select ហើយ feature នេះគឺយើងមិនបាច់ select ក៏អត់អីដែរវាជា extra ទេដូចជា Kubernetes អីជាដើមយើងអត់ប្រើយើងមិនបាច់ tick អីមួយទេអញ្ចឹងខ្ញុំអត់ត្រូវការ feature ហ្នឹងទេអានេះគឺ tutorial មួយទេហើយអាច done មកហើយវាចាប់ដើមធ្វើការ install system ហើយយើងចុច tab មកយើងអាចមើល log បានថាវាកំពុងធ្វើអីគេខ្លះបាទឥឡូវវាកំពុងធ្វើការ install អូខេអញ្ចឹងខ្ញុំនឹងកាត់វីដេអូត្រឹមនេះទៅពេលដែល install ហើយយើងនឹងជួបគ្នាវិញអូខេអញ្ចឹងនៅពេលដែលវាទៅការ install complete យើងត្រូវ reboot វាយើងអាចប្រើ arrow key មកដើម្បីធ្វើការ reboot enter មកអូខេអញ្ចឹងកន្លែងនេះយើងអាច press enter មកអូខេអញ្ចឹងមកដល់ login screen នេះយើងអាចវាយ username ដែលយើង set up មិញហ្នឹងដូច Yulong អញ្ចឹងហើយខ្ញុំអាចវាយលេខកូដហ្នឹងមកអូខេអញ្ចឹងបន្ទាប់ពីយើង login ហើយខ្ញុំនឹង show command មួយចំនួននៅក្នុង Linux អញ្ចឹង command ទី1គឺយើងប្រើ who am I អញ្ចឹង who am I ហ្នឹងគឺយើង display ថាយើងកំពុង user គេអញ្ចឹងខ្ញុំកំពុង user Yulong អញ្ចឹងវា display ឈ្មោះ Yulongហើយ command មួយទៀតគឺ pw នេះថា print working directory វានឹង print directory ឬក៏ folder ដែលខ្ញុំកំពុងធ្វើការអញ្ចឹងនៅក្នុង home/home/Yulong អូខេអញ្ចឹងជាទូទៅនៅពេលដែលយើង install Linux ហើយគឺយើងត្រូវធ្វើការ update repository វាអញ្ចឹងដើម្បី update repository វាយើងត្រូវវាយ sudo អញ្ចឹង sudo នេះគឺដើម្បី execute privilege command ហើយ update គឺជា privilege command អញ្ចឹងយើងត្រូវប្រើ sudo អញ្ចឹង sudo apt update ហើយយើងត្រូវវាយលេខកូដអូខេអញ្ចឹងនៅពេលដែលវាធ្វើការ update repository ហើយវានឹងប្រាប់ថាមានប៉ុន្មាន package ដែលអាច upgrade បានអញ្ចឹងដើម្បី upgrade package ហ្នឹងគឺយើងវាយ sudo
apt upgrade អូខេអញ្ចឹងនៅពេលដែលយើងវាយ apt upgrade វាទាមទារយើងyes or no អញ្ចឹងយើងអាចវាយមកដើម្បី yes វាធ្វើការ upgrade package យើង អូខេអញ្ចឹងតបពីវាទៅការ upgrade ហើយនឹងហើយអាចប្រើ arrow key អញ្ចឹង arrow key ឡើងលើគឺវា cycle command ចាស់អញ្ចឹង command ចាស់ខ្ញុំ apt update អញ្ចឹងខ្ញុំចង់ check ថាវា update អស់នៅអញ្ចឹង run command ម្ដងទៀតមកយើងឃើញថា package គឺ up to date អស់ហើយហើយយើងអាចធ្វើការ clear យើងឃើញ terminal យើងចាប់ដើមមានអក្សរញញ៉ៃយើងអាច clear បាននឹងវាយ clear មក clear អូខេអញ្ចឹង command មួយទៀតគឺ touch អញ្ចឹងនៅក្នុង Linux command touch ហ្នឹងគឺជាបង្កើត file អញ្ចឹងដល់ថាខ្ញុំបង្កើត file មួយ touch testing.txt ខ្ញុំបង្កើត text file មួយអូខេតោះពេលខ្ញុំបង្កើតហើយយើងឃើញថាអត់ឃើញអីទេយើងយើងមើល file អត់ឃើញអញ្ចឹងដើម្បីថានៅក្នុង folder ហ្នឹងមាន file គេខ្លះយើងអាចប្រើ command មួយ ls អញ្ចឹង ls ហ្នឹងវា list current file នៅក្នុង directory ហ្នឹងអញ្ចឹងនៅក្នុង file ហ្នឹងខ្ញុំមាន testing.txt ប៉ុន្តែខ្ញុំឃើញដល់ testing.txt ហ្នឹងវាអត់មានប្រាប់ថា file ហ្នឹងមាន permission អី file ហ្នឹងបានមេអញ្ចឹងដើម្បី more detail យើងអាចធ្វើការ ls -l ដើម្បីយក detail មកអញ្ចឹងកន្លែងនេះវាប្រាប់ថា Linux file testing នេះបង្កើតដោយខ្ញុំហ្មងឈ្មោះ user យូឡុងហ្នឹងហ្មងហើយនៅថ្ងៃណានៅម៉ោងប៉ុន្មានអូខេអញ្ចឹងចំពោះ command មួយទៀតគឺ command បង្កើត folder អញ្ចឹងបង្កើត folder គឺយើងប្រើ mkdir make directory ខ្ញុំបង្កើត folder មួយឈ្មោះថា long secret អីចឹងទៅអូខេអញ្ចឹងខ្ញុំអាចធ្វើការ list មកអញ្ចឹងដល់ពេលខ្ញុំ list មកខ្ញុំឃើញថាឥឡូវយើងឃើញថាឥឡូវមាន testing.txt ហើយមាន yulong -secret អញ្ចឹងអ្នកនរឃើញថាមានអក្សរ d ពីមុខហើយ d ពីមុខគេនៃ yulong -secret ហ្នឹងន័យថា directory អញ្ចឹងដើម្បីយើងចូលទៅ directory ហ្នឹងគឺយើងធ្វើមិនអញ្ចឹងក្នុងនេះយើងមាន command មួយគឺ cd ន័យថា change directory ខ្ញុំអាចវាយមកខ្ញុំអាចចុច tab ក៏បានចុច tab ហ្នឹងវា auto complete ឲ្យយើង tab ហ្នឹងហើយខ្ញុំ link មកក្នុងនោះអត់មាន file អីទេខ្ញុំបង្កើត text file មួយទៀតចឹងលើ test.txt ខ្ញុំ link មកបាទឃើញថាវាមាន file ហ្នឹងហើយចំពោះ command មួយទៀតគឺ echo អញ្ចឹង echo ហ្នឹងគឺ print មក screen ទេអញ្ចឹង echo មក echo hello YouTube នេះ hello YouTube ដាក់ print អូខេបាទអរគុណច្រើនទាំងអស់គ្នាសម្រាប់ការទស្សនាការ tutorial ខ្ញុំមានតែត្រឹមហ្នឹងឯងអរគុណច្រើន